ចាសូមជម្រាបសួរបងប្អូននៅទូទាំងទស្សនិកជនជាទីគោរពថ្ងៃនេះផលិតកម្ម KA របស់យើងខ្ញុំគឺតែងតែនាំអារម្មណ៍អស់លោកអសេនាងកញ្ញាមិនឲ្យខកបំណងទេគឺខំប្រឹងរុះរកទីកន្លែងណាដែលប្លែកៗដើម្បីកំដរអារម្មណ៍បងប្អូនទស្សនិកជនជានិច្ចហើយមិនដឹងថាថ្ងៃនេះផលិតកម្ម KA របស់យើងខ្ញុំមិនដឹងថាមកដល់នៅទីកន្លែងណាទេសូមជម្រាបសួរលោកចម្រុងតែម្ដងគឺលោកប្រហែលជាដឹងច្បាស់ជាងនាងខ្ញុំចានៅស្រុកនេះទីនេះគេហៅអ្វីដែរលោកចម្រុងបាទបើនិយាយទៅស្រុកនេះគឺគេហៅថាកន្លែងនេះហៅថាភ្នំបែកពីងបាទស្រុកបាធាយខេត្តកំពង់ចាមបាទបើនិយាយទៅនៅក្នុងបរិវេណនេះគឺយើងកំពុងតែកសិកររបស់យើងគឺគាត់កំពុងតែដើរលៀនព្រោះថាជីវប្រពៃណីខ្មែររបស់យើងនៅពេលដែលច្រូតកាត់ហើយគឺត្រូវមានពិធីមួយជប់លៀងនៅក្នុងពេលច្រូតកាត់ហើយនោះគឺត្រូវមានការដើរលៀនអញ្ចឹងហើយឥឡូវនេះសិល្បករសិល្បករនេះយើងជាច្រើនរូបក៏បានមកជុំគ្នាមកចូលរួមសប្បាយជាមួយនឹងបងប្អូនកសិករយើងផងដែរបាទចាឥឡូវនាងខ្ញុំក៏លេចឃើញមានតារារបស់យើងជាច្រើនមែនតើលោកចម្រុងមិនដឹងថាមានតារាកិត្តិយសយើងជារូបណាទេដែលត្រូវមកចូលរួមសម្ដែងនៅក្នុងផលិតកម្ម KA របស់យើងខ្ញុំឥឡូវនេះដើម្បីឲ្យកាន់តែជឿច្បាស់ជាងនេះទៅទៀតសូមមេត្តាបងប្អូនទៅកលេចជាមួយនឹងខ្ញុំទៅជួបសម្ភាសជាមួយនឹងតារាកិត្តិយសរបស់យើងតែម្ដងចាសូមមេត្តាអញ្ជើញអូយលោកពូជ្រាបសួរចុះលោកពូបងធ្វើអីហ្នឹងថ្ងៃនេះកូនមិននៅទៅកូនរវល់ថាទៅលេងចូលឆ្នាំនឹងគេក៏ពិបាកយកកំពុងទៅអប់ឲ្យវាម្ចាស់បាត់ជម្រាបសួរឈ្មោះនាងខ្ញុំអត់តន់ជម្រាបសួរទេសង្ឃឹមថាបងប្អូនទូទាំងទស្សនិកជនជាពិសេសលោកតាលោកយាយគាត់នឹងស្គាល់លោកពូចាំឈ្មោះអ្វីគឺជាតារាមួយរូបដែលឆ្មើងនៅក្នុងប្រទេសជាតិកម្ពុជាគឺមានឈ្មោះបោះសម្លេងមែនតែននាងខ្ញុំគឺអ្នកគ្រប់គ្រងសម្លេងរបស់គាត់តែម្ដងចាលោកពូឈ្មោះអីដែរលោកពូគេហៅតារាខ្មៅផៃផុងរ៉ាអូហូតារាខ្មៅផៃផុងរ៉ាចាហើយលោកពូកំពុងយួរហ្នឹងយួរទៅដាក់ទឹកថ្នោតនៅណាវិញលោកពូយកទៅអប់ទៅចាំកូនវាមកពីលេងចូលឆ្នាំក៏ចាំណែវាយកទៅឡើងនោះយើងក៏ចាស់ហើយឡើងមិនរួចទុកឲ្យកូនធ្វើកំសត់ណានិយាយចឹងចេះទេកញ្ញាវលៈលោកពូចេះទេខ្ញុំមកចង់សួរបន្តិចថាពីមុនមកគឺលោកពូបានបកស្រាយបញ្ជាក់បទក្រោយចំណងគេថាពាក់អាវម្ដែងក៏អស់គឺ style ថ្មីឥឡូវនេះចង់សួរថាលោកពូមានបទអ្វីទៀត style អ្វីទៀតថ្មីទៀតសម្រាប់បងប្អូនយុវជននៅពេលនេះបាទបទលើកក្រោយនេះចាំមើលល្ងាចបន្តិចនឹងមានហើយមានបន្តិចឥឡូវលោកចម្រុងបងប្អូនរបស់យើងក៏ចង់ស្ដាប់នៅសំឡេងផ្ទាល់របស់គាត់ធ្លាប់តែមានសំឡេងគឺមានភ្លេងជាមួយឥឡូវចង់ដឹងថាពាក់អាវមិនដេកឃើញដោះនឹងមានចាសុំតែបន្តិចទេលោកពូណាចាពាក់អាវមិនដេកឃើញដោះចាសុំក្បាលបន្តិចក៏បានដែរបាទហើយច្រៀងតង់រ៉េយ៉ាងនោះចាច្រៀងជួយរៃក៏បានដែរមិនខ្លាចអ៊ំធ្ងន់អត់អីដល់អូយផ្លេចលោកចម្រុងហើយកូនប្រុសគាត់មានកូនស្រីណាតង់រ៉េក៏បានអ៊ំនោះចាឥឡូវនេះដើម្បីឲ្យកាន់តែជឿច្បាស់ជាងនេះថាតើលោកពូផៃភុងរ៉ាសំឡេងគាត់យ៉ាងណាមានទឹកដមយ៉ាងណាសូមមេត្តាលោកស្រីនាងកញ្ញាដែលតែងតែគ្រប់គ្រងនៅសំឡេងរបស់គាត់នឹងជាពិសេសផលិតកម្ម KA Promotion ផ្ទាល់តែម្ដងមិនដឹងថាគាត់លើកបទពាក់អាវមិនដែលឃើញដោះពីរោះយ៉ាងណាទេឥឡូវសូមស្ដាប់ជាមួយគ្នាណាចាលោកពូឥឡូវនេះខ្ញុំរាប់ជូនលោកពូណាចា1 2 3ពាក់អាវមិនដែលឃើញដោះពាក់អាវមិនដែលឃើញដោះកើតអុយរវាយ៉ាងណារមិចស្រីងាបើមិនដែលឃើញដោះរមិចស្រីងាបើមិនដែលឃើញដោះអូទាំងអស់គ្នាអូយពិតជាពិសេសមែនតើនាងខ្ញុំសង្ឃឹមថាបងប្អូនដែលកំពុងតែគ្រប់គ្រងនៅផលិតកម្ម KA Promotion គឺជាលោកពូគឺជាតារាមួយរូបចាដែលនាងខ្ញុំទទួលស្គាល់ការពិតគឺគាត់មានសម្លេងពីរោះមែនតើសំបីតែបងក្មេងតូចក្មួយនាងខ្ញុំណាគាត់តែអាយុ2ឆ្នាំដល់ពេលគាត់ច្រៀងពាក់អាវមិនដេកឃើញដោះហើយនាងខ្ញុំចង់ឆ្ងល់ចាអរគុណលោកពូមែនតើបានផ្ដល់កិត្តិយសជួបសភាជាមួយចាថាពូនឹមក្មេងខូចអត់អីទេអត់មាននាំខូចទេចាអរគុណចាអរគុណពូអូយពូចាំជួបគ្នានៅនឹងទៀតអញ្ចឹងចាកញ្ញាវេលាឥឡូវនេះឃើញថាតារាចម្រៀងរបស់យើងគឺបានជួបមួយហើយគឺលោកពូផៃផុងរ៉ាឥឡូវមិនដឹងថាទាំងពីរនាក់នាំទៅជួបតារាចម្រៀងមួយណាទេឥឡូវនាងខ្ញុំកាត់លោកចម្រុងលោកចម្រុងស្គាល់ហើយតែលោកចម្រុងលាក់នាងខ្ញុំខ្ញុំលាក់សិនព្រោះថាអ្វីដែលជាអាកំបាំងអ្វីដែលជាការលាក់នោះបានទៅជួបជាមួយតារាចម្រៀងរបស់យើងមើលថានាងខ្ញុំរកមើលទីសិនអត់ដឹងថាគាត់ណាអូនៅខាងក្រៅចាសូមជម្រាបសួរអូយគេកាន់អីគេហ្នឹងលោកពូចាខ្ញុំកាន់ឈើឆ្ងាយទឹកចម្បើងទឹកចម្បើងបាទបើនិយាយទៅមុខមាត់គាត់
បាច់តែច្រៀងទេបានគឺត្រឹមការគាត់និយាយគឺទៅកំ pl តែម្ដងគួរឲ្យចាប់អារម្មណ៍មែនទែនបាទ ចាអស់លោកស្រីនាងកញ្ញាមិញនេះជួបសម្ភាសជាមួយនឹងលោកពូផៃភុងរៈហើយលើនេះជួបជាមួយលោកពូចាមួយរូបទៀតសង្ឃឹមថាបងប្អូនទស្សនិកជនក៏បានជ្រាបថាគូគាត់ជាតារាចម្រៀងមួយរូបដែលទទួលស្គាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងគឺគាត់ចាត្រឹមត្រូវហើយមិនមែនជានៅក្នុងស្រុកទេនៅក្រៅស្រុកក៏មានឈ្មោះបោះសម្លេងដែរគេគាំទ្រច្រើនមែនទែនគឺគាត់គឺជាម្ចាស់បទចម្រៀងមួយបទដឹងថាបទអីទេដែលកំពុងល្បីជាងគេចាលោកឡាយវណ្ណៈអាចជម្រាបបានទេថានៅបទអ្វីដែលលោកឡាយវណ្ណៈមានឈ្មោះបោះសម្លេងមុនគេនាងខ្ញុំនឹកឃើញបទមួយព្រោះអីការលេងកម្មវិធីនីតិចុងក្រោយជាមួយនាងខ្ញុំគឺបទចាគឺបទអីគេហៅអីគេគោះពងមន់យ៉ាងម៉េចគេណាចាទឹកខ្មែរចារាត្រីទឹកខ្មែរចាត្រឹមត្រូវហើយខ្លាចជាទឹកឃ្មុំចាហើយអត់ទៅលោកពូគិតថាមានបទចម្រៀងប៉ុន្មានបទដែរដែលត្រូវកំដរអារម្មណ៍បងប្អូនទស្សនិកជនរបស់យើងគាត់ថាមានក្នុងនេះពេលនេះក៏មានចំនួន3បទចំនួន3បទគឺរំវងសារវ័នឬក៏កន្ទ្រឹមបទជាកន្ទ្រឹមបាទចាកន្ទ្រឹមចាសង្ឃឹមថាបងប្អូនទស្សនិកជនក៏បានជ្រាបជាមួយនឹងលោកឡាយវណ្ណៈរុចទៅហើយតាមប៉ុន្តែដើម្បីឲ្យជ្រាបច្បាស់ជាងនេះសូមមេត្តាតាមដានកំសាន្តជាមួយនឹងបទចម្រៀងរបស់គាត់ជាពិសេសនោះគឺសម្លេងទឹកដមសម្លេងរបស់គាត់ផ្ទាល់តែម្ដងសូមឲ្យគាត់បង្ហាសម្លេងសំនៀងមួយបទចាមិនបាច់មានភ្លេងនៅពេលដែលគាត់ច្រៀងជាមួយនឹងសំឡេងច្រៀងនោះមិនអាចស្ដាប់បានឲ្យច្បាស់ប៉ុន្តែជឿថាបងប្អូននេះប្រកាសចង់ដឹងថាតើសំឡេងគាត់នៅក្រៅយ៉ាងម៉េចបាទនៅជើងអត់មានភ្លេងទៅយើងមានសំឡេងយ៉ាងម៉េចទឹកដមយ៉ាងម៉េចដូច្នេះដើម្បីជាកាន់តែច្បាស់សូមឲ្យលោកពូអាចបកស្រាយបន្តិចមកបានក្រំឃ្លាណាបាត់អីក៏បានដែរចាឬក៏បាត់ទឹកខ្មែរនោះក៏បាទខ្ញុំអាចចាប់អារម្មណ៍ដែរព្រោះថាទាំង style នៃការច្រៀងបាទទាំងកាយវិការគាត់គឺកំប្លែងកំប្លែងគួរឆោតចាឥឡូវនេះលោកពូរៀបចំខ្លួនហើយឬនៅត្រៀមហើយគាត់និយាយត្រៀមហើយអញ្ចឹងឥឡូវនេះខ្ញុំរាប់ជូនលោកពូណា1 2 3ដំបងគូថ្មីរាត្រីទឹកឃ្មុំស្រាប់តែគូខ្ញុំរាត្រីទឹកខ្មេះហាអើយដំបងគូថ្មីរាត្រីទឹកឃ្មុំស្រាប់តែគូខ្ញុំរាត្រីទឹកខ្មេះខំពើពងមន់ដាក់ថ្មដែកកេះប្រងព្រៀបប្រឆេះកុំឲ្យអំពុលអាអើងអើយកុំឲ្យអំពុលចាំពិតជាបរោះមែនតានរាត្រីទឹកខ្មេះនេះគឺតែជាវគ្គខ្លីៗ highlight តែប៉ុណ្ណោះជឿថាមានអ្វីដែលពឹស្ដារជាងនេះមានអ្វីដែលគួរចាំជាងនេះឆ្ងាយមែនទែនដូច្នេះបើមិនបានទស្សនាទេប្រកាសជាស្ដាយដល់ជាមិនខានឡើយបាទចាសូមអរគុណលោកពូណាចាទៅតាមដានទាំងអស់គ្នាជួបជាមួយនឹងតារាកិត្តិយសយើងមួយរូបទៀតមិនដឹងថាតារាកិត្តិយសយើងរូបណាលោកចម្រងនាងខ្ញុំគិតទៅបើសិនជាផលិតកម្ម KA Promotion ចាគាត់តែងតែមានបទចម្រៀងប្លែកៗអញ្ចឹងនាងខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនតើព្រោះអីនាងខ្ញុំគឺជាតារាមួយរូបដែរដែលស្ថិតនៅក្នុងផលិតកម្ម KA Promotion ផ្ទាល់តែម្ដងបាទខ្ញុំក៏អញ្ចឹងដែរប៉ុន្តែខ្ញុំរកមើលសិនពីណាគេមកចូលខ្លះនាងខ្ញុំរកមើលផ្លែតលោកចម្រងរកឃើញចាឥឡូវលោកចម្រងនាងខ្ញុំឆោយ៉ាងនៅនឹងហ្មងលោកចម្រងទៅនោះផ្ទាល់ចាសង្ឃឹមថាបងប្អូនទស្សនិកជនក៏បានជ្រាបនៅតារាកិត្តិយសជាច្រើនរូបដែលត្រូវចូលខ្លួនសម្ដែងជាមួយនឹងផលិតកម្ម KA Promotion ឥឡូវសូមទៅជួបជាមួយនឹងខ្ញុំផ្ទាល់តែម្ដងចាលោកចាជំរាបសួរលោកឲ្យលោកហើយមិនអញ្ចឹងលោកមិនកាន់ក្បត់កាន់អីនាងខ្ញុំមកសួរហើយមិនហោនាងខ្ញុំអូយសុំបរោះសង្ហាឈរចិត្តនាងខ្ញុំបន្តិចមកខានឈរចិត្តយូរហើយដូចធំរៀងភ័យមិនឈរចិត្តកំភៃនាងខ្ញុំទឹកបារម្ភឲ្យសួរទីកមើលមុខអីណទីកគាត់មើលមុខអីចាយ៉ាងមិនដែរលើកមិនឃើញគាត់កំពុងតែដៃមកចូលក្នុងមែនតើជួយប្រាប់ក្មេងៗភូមិស្រុកយើងឲ្យរៀបចំដូចថាផ្លែឈើអីជារបស់ខ្មែរយើងឲ្យរៀបចំដាក់ឲ្យស្អាតពួកអីល្ងាចហ្នឹងមានកម្មវិធីយើងឡើងលៀនក៏វិជោគស្រូវហើយគឺយើងមានកម្មវិធីសប្បាយច្រើនណាកាត់ភាសាបន្តិចចូលមានដូចជាស្រាសដូចជាមានថ្នោតជួយខ្លះដែរតែលោកពូរ៉ាមិញគាត់លាយមកអូកញ្ញាលើកយកទៅផ្ទះមិញទឹកថ្នោតជូរហុកខ្មែរយើងសុទ្ធសាធបាទហ្នឹងហើយថ្ងៃនេះខ្ញុំបាទនឹងអូនភ្លេចជម្រាបឈ្មោះគាត់គាត់ជម្រាបឈ្មោះហើយមែនទេទស្សនិកជនក៏បានជ្រាបផ្ទាល់តែម្ដងគឺគាត់គឺជាតារាមួយរូបស្ថិតនៅផលិតកម្ម KA Promotion ផ្ទាល់តែម្ដងចាពេលបងប្អូនឃើញមុខរូបរាងផ្ទាល់របស់គាត់សង្ឃឹមថា
មិនថែមតែបាក់អារម្មណ៍ទេគឺត្រូវស្រុតចេះបងចាសុំមើលតែសាក់ក៏ដឹងដែរ កាប់ដងហើយពីធ្លាយមិញនេះគាត់អត់រៀបចំខ្លួនផងណាតែគាត់បានសម័យនៅផ្ទះកំពុងតែរៀបចំអីអញ្ចឹងគាត់សង្ហាប៉ុណ្ណឹងហើយចូលទៅដល់តែងខ្លួនដូចជាពាក់អាវដូចជាខ្ញុំបានអញ្ចឹងទៅឬក៏ស្លៀកខោអីឬក៏ជើងវាយទៅជាជើងប៊ូខោសឬក៏អាវពណ៌ផ្លេកឬក៏ពណ៌ស្អាតទៀតអូហូយ៉ាងណាទេបាទឥឡូវនេះនាងខ្ញុំចង់ដឹងសារសម្លេងលោកខួសផលគឺពីរោះយ៉ាងណាព្រោះអីទ្របតែរដងនាងខ្ញុំធ្លាប់តែតាមដាននៅតែងកញ្ចក់ទូរទស្សន៍ជាពិសេស concert នានានាងខ្ញុំចង់ដឹងថាសម្លេងរបស់គាត់គឺពេលដែលអត់មានភ្លេងគាត់បកស្រាយដោយផ្ទាល់តែម្ដងគោកតែម្ដងមិនដឹងថាសម្លេងរបស់គាត់ពីរោះយ៉ាងណាទេតែសូមមេត្តាអធិស្ឋានផងនាងខ្ញុំថ្ងៃនេះសម្ភាសតារាចម្រៀង3រូបហើយចាឥឡូវសូមឲ្យតារាចម្រៀង3រូបហ្នឹងគឺបានបកស្រាយដោយពីររូបហើយលោកផៃភង្រៈនិងលោកឡាយវឌ្ឍនាចាឥឡូវសូមលោកហួសផលបកស្រាយដោយគោកបានទេបាទមានអីឥឡូវមិញលោកផៃផង្រៈបាទក៏បានបកស្រាយបទបាទហើយឥឡូវបើខាងកាសំណុំពោះខ្ញុំនឹងបកស្រាយនៅបទចម្រៀងមួយបទបាទគឺជាបទថ្មីដែរបាទតែក៏មាននឹងមានចេញលក់ក្នុងបដកម្ម KA Promotion យើងខាត់វាខ្លីៗបន្តិចពិសេសសម្រាប់ទៅពិសេសហ៎បាទហ្នឹងហើយគឺវែងនៅពុស្ដាយ៉ាងម៉េចនោះជនប្រកាសជាដឹងឥឡូវស្ដាយតែម្ដងទៅគេចាំលាក់រាប់ជូនគាត់បុកលហុងលេខ1អូហើយចាំបុកទាំងអស់គ្នាចាឥឡូវនេះសូមមេត្តាជ្រាបទាំងអស់គ្នាចាឥឡូវនេះខ្ញុំរាប់ជូន1 2 3កំមាត់មកពីស្រុកពីស្រែគាត់អីគាត់អីនាងខ្ញុំទៀតហើយគាត់កែនាងខ្ញុំទៀតអត់អីទេឆោចិត្តនាងខ្ញុំកំភៃគាត់ថាគាត់ទៅធ្វើការអូលោកគាត់ថាអញ្ចេះបេះដូងគាត់បានជំរាបប្រាប់ខ្ញុំថាមិញហ្នឹងគាត់ទៅអីច្រូតស្រូវច្រូតអីគាត់ណោះបាទគាត់វវិញចាដល់ពេលអញ្ចឹងទៅគាត់មានចាហត់ដល់ពេលជួបយើងអញ្ចឹងជួបដោយចៃដន្យទៀតជួបពិធីករដ៏ស្រស់ស្អាតទៀតសម្រាប់ជួបដល់បានទៅជួបគ្នាញឹកញាប់ចាប៉ុន្តែមិនស្វ័យទេសង្ឃឹមថាបងប្អូនទស្សនិកជនក៏បានជ្រាបថានៅបទចម្រៀងមួយឃ្លាប្រហែលបានតិចក៏ជាទីចាប់អារម្មណ៍របស់អស់លោកសិស្សនាងកញ្ញាដែរគឺមានបងប្អូនប្រជាពលរដ្ឋជាច្រើនតែងតែសំណូមពរឲ្យលោកហួសផលបកស្រាយដោយគោកផ្ទាល់តែម្ដងនាងខ្ញុំធ្លាប់ទៅ concert ជាមួយគាត់គឺបទគេហៅថាបទគាត់ច្រៀងបទលោកពូផៃភង្រៈពាក់អាវមិនដេកខិនដោះចាប៉ុន្តែមិនដឹងថាគាត់លើកបទអ្វីទេឥឡូវសុំម្ដងទៀតបានទេចាទុកម្ដងបានទៅបាទចាទុកបានហើយចាទុកម្ដងមិនស្រួលព្រោះកញ្ញាយើងគាត់សម្រស់ខ្លាំងមែនតើបុកលហុងបុកលហុងលេខ1បងលហុងបុកលហុងលេខ1អូនាងខ្ញុំនិយាយទៅគឺតួនៅក្នុងផលិតកម្ម KA Promotion style មួយប្លែកគ្នាទាំងអស់មិញបុកលហុងអូនេះខ្ញុំធំដូចត្រង់ថាជួបលោកពូផៃភង្រៈគាត់ style រៀងរដើនបែបកំសត់បន្តិចទៅចំណែកលោកពូឡាយវណ្ណៈគឺគាត់បែបរដើនបែបកំប្លែងប៉កែបណ្ដែគាត់នេះគឺគាត់រដើនប៉ុន្តែលាក់ style មួយទៀតអូហូគិតទៅផលិតកម្ម KA Promotion មានអ្វីដែលប្លែកអ្វីដែលគួរចាប់អារម្មណ៍ style ថ្មី style ប្លែកនិងប៉ុន្តែមិនចោលពីលក្ខណៈខ្មែរយើងទេបាទហ្នឹងហើយឥឡូវនេះបងប្អូនទស្សនិកជនក៏បានជ្រាបនៅតារាកិត្តិយសតារាសម្ដែងរបស់យើងជាច្រើនរូបទៅហើយអានេះបង្វែរអារម្មណ៍បងប្អូនទស្សនិកជនទៅមើលការរាំលេងសប្បាយជាមួយនឹងផលិតកម្ម KA Promotion របស់យើងចាស់សូមមេត្តាអញ្ជើញអូខេចាលោកចម្រុងមិញនេះនាងខ្ញុំបានជួបសភាជាមួយលោកខួសផលរួចទៅហើយប៉ុន្តែនាងខ្ញុំចង់ជម្រាបថាផលិតកម្ម KA Promotion នឹងមានបទចម្រៀងពីរោះល្បីទាន់សម័យពេញនិយមសម្រាប់យុវវ័យមិនថាមិនថាវ័យប៉ុន្មានចាគ្រប់វ័យទាំងអស់បាទប៉ុន្តែឥឡូវនេះកញ្ញាវេលាយើងបានជួបជាមួយនឹងតារាចម្រៀងរបស់ KA Promotion គឺសិតតែបុរសទាំងអស់ឥឡូវជួបជាមួយនឹងតារាចម្រៀងផ្នែកនារីវិញម្ដងតើនរណាគេទៅចាទូនិកជនប្រហែលជាបានស្គាល់គាត់ពីមុនមកហើយប៉ុន្តែខ្ញុំមិនទាន់ជម្រាបថាជានរណាទេចាឥឡូវសូមអញ្ជើញទៅជួបជាមួយគាត់ផ្ទាល់តែម្ដងអូជម្រាបសួរអូនិយាយរដើនទៀតហើយនាងខ្ញុំជួបប្រមាណអ្នករដើនទាំងអស់នាងខ្ញុំចង់ឆ្ងល់ទៀតណាចាជម្រាបសួរបងស្រីចាសុខសប្បាយទេបងចាសុខសប្បាយអូយរូបរាងស្រស់ស្អាតមែនតើនាងខ្ញុំសូមសរសើរស្លៀកពាក់
និយាយទៅគឺនារីខ្មែររបស់យើងពេលដែលគាត់ស្លៀកអញ្ចឹងណាមើលទៅគឺជានារីម្នាក់ដែលគួរឲ្យស្រឡាញ់ដែលគួរឲ្យជាទីចំណាប់អារម្មណ៍របស់បរិបរោះចាំមិនថាគឺយើងមិនភ្លេចទេនៅអ្វីដែលគេថារបស់ប្រពៃណីខ្មែររបស់យើងចាគឺមិនចោលតែម្ដងជាពិសេសឥឡូវបានលើកមកដល់ផ្ទាល់តែម្ដងគឺនៅក្នុងផលិតកម្ម KE Promotion មិនដឹងថាបងស្រីថ្ងៃហ្នឹងមានចម្រៀងប៉ុន្មានបទដែលត្រូវសម្ដែងជូនបងប្អូនទស្សនិកជនយើងចាថ្ងៃនេះនាងខ្ញុំមានបទចម្រៀង6បទចាសម្រាប់6បទចាបាទបាននិយាយទៅបើតាមខ្ញុំគិតប្រហែលជាបទកត្រឹមភាគច្រើនហើយតាមមើលព្រោះថាសម្លេងរបស់គាត់មិនថាតែបទកត្រឹមតែបទធម្មតាទេប៉ុន្តែខ្ញុំគិតថាសម្លេងរបស់គាត់ស៊ីការកត្រឹមច្រើនជាងបើច្រៀងទៅជឿជាក់ថាទាំងបទភ្លេងទាំងសម្លេងគឺដាក់ទៅគឺស៊ីគ្នាតែម្ដងជឿតែណាខ្ញុំបាទគ្រានេះថ្ងៃនេះខ្ញុំបាទសូមរំលឹកណានៃម្ដងព្រោះថាពុកម៉ែគាត់ថាមកលេងបនរំវងនៅដើរលៀននេះដើរលៀនបាទព្រោះតែខ្មែរក៏ហៅដើរលៀនហើយណានៃម្ដងហើយចាដោយលោកបានចម្រុងបានជម្រាបដល់អស់លោកស្រីនាងកញ្ញារួចថាឥឡូវនេះសូមមេត្តាបងប្អូនទស្សនិកជនក៏ចង់ដឹងថាសម្លេងគាត់យ៉ាងណាសូមមេត្តាស្ដាប់ទាំងអស់គ្នានៅពេលបន្តិចទៀតនេះចាគឺរំវងទាំងអស់គ្នាតែម្ដងចាសូមមេត្តាអញ្ជើញ